ណែលោកប្អូនតើលោកប្អូនបានដឹងទេនៅក្នុងព្រៃលើភ្នំនោះមានកំណត់ទ្រព្យសម្បត្តិច្រើនណាស់បើសិនជាមានអ្នកណារកឃើញកំណត់ទ្រព្យទាំងអស់នោះនឹងក្លាយជាអ្នកមានបំផុតនៅក្នុងភូមិស្វែងរកកំណត់អស់រយៈពេលជាច្រើនថ្ងៃនៅក្នុងព្រៃដ៏សែនជ្រៅនោះបងអាសានៅក្នុងរូងភ្នំមួយនេះហើយខ្ញុំចង់ចូលទៅខាងក្នុងហើយយកកំណត់ទាំងអស់ខ្លាំងណាស់គាត់ក៏ដើរចូលទៅក្នុងរូងភ្នំមួយនោះក៏មហិមាមួយបានលេចរូបរាងឡើងឈរនៅចំពីមុខគាត់កាលពីព្រេងនាយនៅក្នុងអាណាចក្រតូចមួយឈ្មោះថាពារាណសីអាណាចក្រនោះសម្បូរបែបនិងមានសុភមង្គលខ្លាំងណាស់នៅទីនោះមានកសិករម្នាក់ឈ្មោះកយក៏ប៉ុន្តែកយមានចរិតលោភលន់ខ្លាំងណាស់គាត់រស់នៅជាមួយភរិយារបស់គាត់ឈ្មោះសយដែលចេះទុកដាក់គិតគូរពិចារណាបានខ្ពង់ខ្ពស់សយតែងតែព្យាយាមឲ្យកយយល់ដឹងអំពីការរស់នៅបែបត្រឹមត្រូវប៉ុន្តែគាត់មិនស្ដាប់នាងឡើយគាត់តែងតែចង់ក្លាយជាអ្នកមានបំផុតនៅក្នុងភូមិដោយសារតែសេចក្តីចង់មានបានហួសហេតុនេះគាត់ក៏ប្រែក្លាយជាមនុស្សកំណាញ់ខ្លាំងបំផុតដល់ថ្នាក់មិនចង់ចាយសូម្បីតែទិញម្ហូបអាហារត្រីសាច់សម្រាប់ទទួលទាននៅព្រឹកមួយកយបាននិយាយថាហ៎ណែអើយខ្ញុំទៅស្រែសិនហើយណាក្បាលល្ងាចទើបខ្ញុំត្រឡប់មកវិញសយបានឆ្លើយតបថាហ៎ណែអើយកុំភ្លេចទិញបន្លែបង្ការមកផងណាព្រោះនៅផ្ទះអស់ហើយកយបាននិយាយថាណែអើយចាំបាច់ទិញបន្លែថែមទៀតធ្វើអ្វីយើងនៅមានសណ្ដែកនៅផ្ទះហើយតើចំអិនវាជំនួសបាយទៅមិនចាំបាច់ចាយប្រាក់ថែមទៀតផងសយបាននិយាយតបតថាតើមាននរណាម្នាក់ជៀសវាងរស់នៅដោយការមិនបរិភោគបាយទេណែអើយកយបាននិយាយថាហ៎ណែបើអ្នកមិនគិតគូរឲ្យល្អិតល្អន់នោះទេតើយើងនឹងក្លាយជាអ្នកមានបានយ៉ាងដូចម្ដេចសយទប់ចិត្តនឹងបាននិយាយថាបើអ្នកបន្តរស់នៅបែបនេះយើងគួរតែរស់នៅរៀងខ្លួនទៅខ្ញុំមិនចង់រស់នៅបែបនេះទៀតទេកយមិនស្ដាប់ឡើយគាត់បានទាញសម្ភារៈដើរព្រៃរបស់គាត់ហើយនិយាយដូចមិនមានរឿងអីថាខ្ញុំចង់ក្លាយជាអ្នកមានបំផុតនៅក្នុងភូមិខ្ញុំទៅហើយអ្នកអើយអ្នកនៅផ្ទះបន្តព្រួយបារម្ភរបស់អ្នកទៀតទៅអញ្ចឹងនិយាយបែបនោះហើយកយក៏ចេញទៅស្រែបាត់ទៅគាត់បានចាប់ផ្ដើមធ្វើការនៅស្រែយ៉ាងនឿយហត់នៅក្បែរនោះមានបុរសចំណាស់ពីរនាក់កំពុងនិយាយគ្នាអរណែលោកប្អូនតើលោកប្អូនបានដឹងទេនៅក្នុងព្រៃលើភ្នំនោះមានកំណត់ទ្រព្យសម្បត្តិច្រើនណាស់បើសិនជាមានអ្នកណារកឃើញកំណត់ទ្រព្យទាំងអស់នោះនឹងក្លាយជាអ្នកមានបំផុតនៅក្នុងភូមិអ្នកអើយកំពុងនិយាយអីហ្នឹងគ្មានអ្នកណាចង់ប្រថុយជីវិតដើម្បីចូលទៅក្នុងព្រៃភ្នំនោះទេហើយចំណែកការបបបាញ់សត្វវិញក៏គ្មានអ្នកណាហ៊ានចូលទៅក្នុងព្រៃនោះដែរទោះជាមានទ្រព្យសម្បត្តិប៉ុន្មានក៏ដោយក៏មិនអាចទិញអីបានដែរបើជីវិតយើងគ្មាននោះណែទ្រព្យនោះមិនមែនជាទ្រព្យធម្មតាទេណាមានគ្រឿងអលង្ការគុជពេជ្រមាសប្រាក់កែវកងនិងវត្ថុមានតម្លៃជាច្រើនទៀតផងណាអ្នកបើមានកំណត់ទ្រព្យសម្បត្តិដ៏មហាសាលដល់ថ្នាក់នោះហើយតើហេតុអ្វីបានជាលោកបងមិនសាកចូលទៅរកទ្រព្យដ៏មហាសាលនោះទៅលោកបងអ្នកលោកប្អូនអើយតែខ្ញុំត្រូវការទ្រព្យអីទៀតខ្ញុំពេញចិត្តជាមួយអ្វីដែលខ្ញុំមានទៅហើយលោកប្អូនអើយអ្នកណាចង់បានក៏ចង់ទៅនិយាយបែបនោះហើយបរិសទាំងពីរនាក់ក៏ដើរចាក់ចេញពីទីកន្លែងនោះទៅកយដែលឮការពិភាក្សារបស់បរិសចំណាស់ពីរនាក់នោះហើយគាត់ក៏ចាប់ផ្ដើមកើតចិត្តលោភលន់គាត់បានគិតក្នុងចិត្តថាបើខ្ញុំរកបានកំណត់ទ្រព្យទាំងអស់នោះខ្ញុំនឹងក្លាយជាអ្នកមានបំផុតនៅក្នុងភូមិហើយដោយមិនចាំយូរកយក៏ប្រញាប់ត្រឡប់ទៅផ្ទះហើយបានប្រាប់ប្រពន្ធរបស់គាត់ថា
ហ៎អ្នកអើយខ្ញុំត្រូវចាក់ចេញពីក្នុងភូមិរយៈពេល2-3ថ្ងៃណាដើម្បីធ្វើកិច្ចការសំខាន់មួយបើមាននរណាម្នាក់មកសួរសូមប្រាប់ថាខ្ញុំនៅជិតភូមិក្បែរនេះទេអ្នកអើយតើអ្នកទៅណាអ្នកយ៉ាងហោចណាស់ប្រាប់ខ្ញុំដែលជាប្រពន្ធបានបន្តិចផងអ្នកបាននិយាយថានឹងត្រឡប់មកវិញល្ងាចក្រោយចេញពីស្រែតែឥឡូវភ្លាមចង់ចាក់ចេញទៅក្រៅភូមិរយៈពេល2-3ថ្ងៃទៀតតើមានអ្វីធ្ងន់ធ្ងរមែនដែរទេអ្នកអើយទេมันមានរឿងអ្វីធំដុំទេណាអ្នកខ្ញុំនេះណានឹងប្រាប់អ្នកនៅពេលដែលខ្ញុំត្រឡប់មកវិញណាអ្នកប្រពន្ធឥឡូវសូមយកឈើមកឲ្យខ្ញុំហើយច្រកអាហារឲ្យខ្ញុំជាប្រញាប់មកណាអ្នកចាអ្នកចាំបន្តិចសិនណាអ្នកខ្ញុំនឹងយកឲ្យអ្នកសយបានយកឈើឲ្យនិងច្រកអាហារឲ្យកយកយក៏ចាប់ផ្ដើមចេញដំណើរទៅកាន់ព្រៃភ្នំនោះគាត់បានស្វែងរកកំណប់អស់រយៈពេលជាច្រើនថ្ងៃនៅក្នុងព្រៃដ៏សែនជ្រៅនោះឥឡូវតើខ្ញុំទៅធ្វើដូចម្ដេចខ្ញុំបានធ្វើដំណើរជាច្រើនថ្ងៃទៅហើយខ្ញុំឃ្លានខ្លាំងណាស់អាហារដែលទុកសម្រាប់ឆីក៏អស់ទៅទៀតហើយដូចជាគ្មានឃើញតម្រុយកំណត់ទ្រព្យសម្បត្តិតតែសោះប្រហែលបរិសុទ្ធចំណាស់2នាក់នោះនិយាយកុហកខ្ញុំហើយតើខ្ញុំគួរតែត្រឡប់ទៅផ្ទះវិញមែនទេឥឡូវនេះនិយាយបែបនោះហើយកយក៏កាន់ឈើរបស់គាត់ឡើងហើយចាប់ផ្ដើមដើរត្រឡប់ទៅផ្ទះប៉ុន្តែបន្ទាប់មកគាត់បានគិតថាខ្ញុំបានទៅគ្រប់ផ្លូវអស់ហើយនៅសល់តំបន់ចុងក្រោយនៃព្រៃនេះហើយគឺទិសខាងលិចនេះហើយបើខ្ញុំមិនទៅផ្លូវនោះទេខ្ញុំនឹងដេកស្ដាយក្រោយទៅពេលត្រឡប់ដល់ផ្ទះវិញនិយាយបែបនោះហើយកយក៏ចាប់ផ្ដើមដើរទៅទិសខាងលិចនៃព្រៃភ្នំនោះគាត់បានដើរពេញមួយថ្ងៃពីព្រឹកទល់ល្ងាចហើយចុងក្រោយក៏ឃើញរូងភ្នំចម្លែកមួយនេះជារូងភ្នំដែលមានអាយុកាលចំណាស់ខ្លាំងណាស់កំណប់ដ៏មហាសាលនៅក្នុងរូងភ្នំមួយនេះហើយខ្ញុំចង់ចូលទៅខាងក្នុងហើយយកកំណប់ទាំងអស់ខ្លាំងណាស់គាត់ក៏ដើរចូលទៅក្នុងរូងភ្នំមួយនោះកែវភ្នែករបស់គាត់ពោពេញទៅដោយការប្រុងប្រយ័ត្នជាទីបំផុតរូងភ្នំមួយនោះមានសភាពងងឹតហើយត្រជាក់និងពោពេញទៅដោយអាថ៌កំបាំងផងដែរមានសំឡេងទឹកធ្លាក់ប៉ះទៅនឹងថ្មពីពេញក្នុងរូងភ្នំមួយនោះថែមទាំងមានសំឡេងគួរឲ្យខ្លាចមួយចេញពីក្នុងរូងភ្នំនៅខាងមុខហើយគាត់មានការភ័យខ្លាចជាខ្លាំងប្រកាសណាស់ច្បាស់ជាកំណត់ទ្រព្យនៅក្នុងនោះហើយតែថាតើវានៅកន្លែងណាគាត់បានឈានជើងដើរទៅខាងមុខពីមួយជំហានទៅមួយជំហានរាល់ជំហាននីមួយការរំពឹងទុករបស់គាត់កាន់តែមានខ្លាំងឡើងនៅខាងចុងនៃរូងភ្នំគាត់បានឃើញហឹបដ៏រលោងមួយបេះដូងរបស់គាត់ចាប់ផ្ដើមលោតឌុកដាក់ទីបំផុតខ្ញុំបានរកឃើញកំណត់ទ្រព្យដ៏មហាសាលទៅហើយឥឡូវខ្ញុំនឹងបើកហឹបមួយនេះនៅពេលដែលកយព្យាយាមបើកហឹបនោះមានសូរសំឡេងស្រែកដ៏គួរឲ្យខ្លាចចេញពីក្នុងហឹបមួយនោះគាត់បានត្រឡប់ថយក្រោយភ្លាមហើយភ្នែករបស់គាត់បើកធំដោយការភ័យខ្លាចអរិយទឹកដ៏មហិមាមួយ
បានលេចរូបរាងឡើងឈរនៅចំពីមុខគាត់ភ្នែករបស់វាបញ្ចេញពន្លឺដូចរងើកភ្លើងកំពុងតែឆាបឆេះអញ្ចឹងហើយវាបានកាន់ដំបងយ៉ាងធំមួយដែលពោពេញទៅដោយបន្លាស្រួចអ្នកមិនអាចយកទ្រព្យសម្បត្តិនេះបានដោយងាយនោះទេបើអ្នកចង់បានកំណប់ទ្រព្យទាំងអស់នេះអ្នកត្រូវយករបស់3យ៉ាងមកឲ្យយើងរបស់ទី1ជាសាច់របស់សត្វក្តាន់របស់ទី2ឈាមរបស់ព្រះមហាក្សត្រវិក្រមនិងរបស់ទី3គឺជាប៉ាន់ទឹករបស់តាអ៊ីសីដែលធុដងនៅលើកំពូលភ្នំបេះដូងរបស់កយញាប់ញ័រគាត់បានសែកសួរទៅអរិយទឹកយ៉ាងញ័រខ្លួនថាតើខ្ញុំនឹងយករបស់ទាំង3យ៉ាងនោះដោយវិធីណាខ្ញុំអាចធ្វើអំពើអាក្រក់ទៅលើស្ដេចបានយ៉ាងដូចម្ដេចបើខ្ញុំព្យាយាមសម្លាប់ទ្រង់ព្រះអង្គនឹងចាប់ខ្ញុំដាក់នៅក្នុងគុកឃុំឃាំងហើយការលួចប៉ាន់ទឹករបស់តាអ៊ីសីគឺជាអំពើបាបខ្លាំងណាស់នោះគឺជាបញ្ហារបស់ឯងមានពេលត្រឹមតែ3ថ្ងៃប៉ុណ្ណោះដើម្បីយករបស់ទាំង3យ៉ាងនោះមកឲ្យយើងបើមិនទាន់ពេលវេលានោះទេទ្រព្យសម្បត្តិទាំងអស់នេះនឹងបាត់បង់ប្រែក្លាយទៅជាអសរបងទេខ្ញុំចង់បានកំណត់ទ្រព្យទាំងអស់នេះខ្លាំងណាស់បើទោះបីជាខ្ញុំបាត់បង់ជីវិតក៏ដោយខ្ញុំនឹងធ្វើតាមលក្ខខណ្ឌទាំង3យ៉ាងរបស់លោកសូមលោកអរិយទឹកថែរក្សាកំណត់ទ្រព្យទាំងអស់នេះជំនួសខ្ញុំផងខ្ញុំចេញទៅដើម្បីធ្វើតាមលក្ខខណ្ឌរបស់លោកម្ចាស់ឥឡូវនេះកយបានដើរចាក់ចេញពីក្នុងរូងភ្នំមួយនោះប្រៀបដូចជាមនុស្សដែលកំពុងបាត់បង់ស្មារតីអញ្ចឹងចិត្តរបស់គាត់ពោរពេញទៅដោយការលោភលន់ឥឡូវតើខ្ញុំនឹងរករបស់ទាំង3យ៉ាងនោះនៅទីណានិងដោយវិធីណាវាប្រើពេលយូរណាស់ដើម្បីរកបានរបស់ទាំងនោះប៉ុន្តែអរិយទឹកនោះឲ្យពេលយើងត្រឹមតែ3ថ្ងៃប៉ុណ្ណោះតែទោះក្នុងវិធីណាក៏ដោយខ្ញុំនឹងយកវាឲ្យបានបើមិនដូច្នោះទេខ្ញុំនឹងមិនមានមាសពេជ្រកែវកងទាំងអស់នោះទេយើងត្រូវតែយកវាឲ្យទាន់តែបានបន្ទាប់មកកយក៏ឡើងដើមឈើនៅជិតនោះហើយក៏បានបំបាក់មែកដ៏ធំមួយបន្ទាប់មកគាត់ក៏បានចុះមកខាងក្រោមហើយបានធ្វើជាលំពែងដ៏មុតស្រួចមួយហើយគាត់បាននិយាយថាតោះចាប់ផ្ដើមទៅឥឡូវខ្ញុំនឹងអាចបាញ់បានសត្វក្តាន់ហើយបើសិនបើខ្ញុំបាញ់បានត្រឹមត្រូវក្តាន់នឹងស្លាប់ជាក់ជាមិនខានកយបានដកដង្ហើមធំហើយក៏បានចាប់ផ្ដើមដើរចូលទៅក្នុងព្រៃដ៏ស្ងាត់ដើម្បីរកសត្វក្តាន់បន្ទាប់ពីមួយសន្ទុះក្រោយមកគាត់បានរកឃើញក្តាន់មួយដែលកំពុងផឹកទឹកត្រពាំងនៅជិតនោះអាហាពេលនេះសមស្របបំផុតហើយសម្រាប់បាញ់វានឹងមិនអាចគេចផុតពីខ្ញុំបានទេឲ្យខ្ញុំសូមអភ័យទោសផងណាសត្វក្តាន់យើងមិនបានធ្វើបែបនេះដើម្បីខ្លួនឯងទេយើងគ្រាន់តែចង់បានកំណត់ទ្រព្យសម្បត្តិនោះតែប៉ុណ្ណោះសូមលើកលែងទោសឲ្យយើងផងនៅថ្ងៃនេះកយបានយកសាច់សត្វក្តាន់នោះដោយកើតចិត្តសោកស្ដាយជាខ្លាំងភ្នែករបស់គាត់ចាប់ផ្ដើមស្រក់ទឹកភ្នែកប៉ុន្តែក៏និយាយប្រាប់ខ្លួនគាត់ថាខ្ញុំមិនសប្បាយចិត្តទេប៉ុន្តែយើងត្រូវបានបង្ខំខ្លួនឲ្យធ្វើតែប៉ុណ្ណោះបើអរិយទឹកផ្ដល់កំណត់ទ្រព្យឲ្យយើងដោយផ្ទាល់នោះយើងនឹងមិនសម្លាប់ឯងទេសូមលើកលែងទោសឲ្យយើងផងណាសត្វក្តាន់គាត់បានកាត់យកសាច់ក្តាន់នោះហើយបានចាប់ផ្ដើមត្រឡប់ទៅផ្ទះរបស់គាត់វិញ
យើងជោគជ័យមួយជំហានហើយអ្នកអើយមកនេះមកណាអ្នកតាអ្នកមកហើយអីខ្ញុំបានរងចាំអ្នកយូរណាស់ហើយខ្ញុំភ័យខ្លាំងណាស់ណាអ្នកខ្ញុំគិតថាអ្នកនឹងមិនអាចត្រឡប់មកវិញទេអ្នកក្នុងភូមិទាំងអស់គ្នានិយាយថាអ្នកបានឈួតបាត់ទៅហើយដោយការលុបលន់ចំពោះកំណត់ទ្រព្យនោះហើយអរិយទឹកក៏សម្លាប់អ្នកបាត់ទៅហើយអរិយទឹកមិនអាចធ្វើអ្វីខ្ញុំបានទេណាអ្នកពេលដែលវាបានឃើញខ្ញុំវាមានការភ្ញាក់ផ្អើលនិងភ័យខ្លាចយ៉ាងខ្លាំងហើយបាននិយាយប្រាប់ខ្ញុំថាវាត្រូវការរបស់3យ៉ាងមុននឹងផ្ដល់កំណត់ទ្រព្យទាំងអស់នោះមកឲ្យខ្ញុំតាអរិយទឹកបាននិយាយអញ្ចឹងពិតមែនដែរទេបន្ទាប់មកតើអ្នកបានធ្វើយ៉ាងម៉េចទៀតហើយហេតុអ្វីបានជាអ្នកជាលើអរិយទឹកនោះណាអ្នកបើដូច្នេះមែនអ្នកគួរតែអាចយកទ្រព្យសម្បត្តិនោះបានខ្លះហើយតែអ្នកមិនទុកចិត្តប្តីរបស់អ្នកមែនទេខ្ញុំក៏មានចិត្តអាណិតអរិយទឹកនោះផងដែរព្រោះគាត់ត្រូវយាមនិងថែរក្សាទ្រព្យសម្បត្តិទាំងអស់នោះអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយដូច្នេះហើយខ្ញុំនឹងជួយបំពេញលក្ខខណ្ឌ3យ៉ាងនោះឲ្យអរិយទឹកបើបែបនេះតើវានឹងធ្វើអំពើអាក្រក់មកលើខ្ញុំបានយ៉ាងដូចម្ដេចតែតើលក្ខខណ្ឌទាំង3យ៉ាងនោះជាអ្វីទៅណាអ្នកអើយលក្ខខណ្ឌទី1នោះគឺជាសាច់ក្តាំហើយលក្ខខណ្ឌទី2គឺជាឈាមរបស់មហាក្សត្រវិក្រមចំណែកលក្ខខណ្ឌទី3នោះគឺប៉ុន្តែរបស់តាអេសីដែលទុដងនៅលើកំពូលភ្នំយ៉ាងខ្ពស់មួយនោះហើយខ្ញុំបានធ្វើលក្ខខណ្ឌទី1រួចរាល់ហើយនេះគឺជាសាច់សត្វក្តាំតែតើអ្នកបានសម្លាប់សត្វក្តាំបានយ៉ាងដូចម្ដេចណាអ្នកហើយតើអ្នកនឹងចូលទៅយកឈាមរបស់ព្រះអង្គវិក្រមនៅក្នុងរាជវាំងបានយ៉ាងដូចម្ដេចទៅហើយចុះប្រសិនបើព្រះអង្គដឹងរឿងនេះវិញពួកគេនឹងមិនដេញយើងចេញពីនគរមួយនេះហើយបន្ទាប់ពីនោះយើងនឹងត្រូវនិរាសខ្ចាត់ខ្ចាយគ្មានផ្ទះសម្បែងនៅនោះទេកុំបារម្ភអីអ្នកអើយខ្ញុំបានគិតរួចរាល់អស់ហើយខ្ញុំនឹងមិនធ្វើគុតព្រះអង្គនោះទេហើយក៏នឹងមិនឲ្យគេចាប់បានខ្ញុំដែរសូមកុំបារម្ភអីទាំងអស់តែយកសាច់សត្វក្តាន់នេះរកកន្លែងលាក់ទុកក្នុងផ្ទះឲ្យបានល្អផងណាអ្នកថ្ងៃនេះខ្ញុំត្រៀមទៅរាជវាំងដើម្បីបំពេញលក្ខខណ្ឌទី2បន្តទៀតដូច្នេះកយក៏ចេញទៅរាជវាំងតែម្នាក់ឯងនៅច្រកទ្វាររាជវាំងមានអ្នកយាមយ៉ាងតឹងរឹងកយប្រើការបោកបញ្ឆោតថាជាជំនួយការជិតស្និទ្ធរបស់ព្រះអង្គហើយគាត់បានចូលទៅក្នុងរាជវាំងនោះបានដោយជោគជ័យគាត់បានគិតនៅក្នុងចិត្តថាឥឡូវនេះខ្ញុំបានចូលមកក្នុងរាជវាំងបានហើយខ្ញុំត្រូវសង្កេតមើលទម្លាប់ប្រចាំថ្ងៃរបស់ព្រះអង្គវិក្រមព្រឹកថ្ងៃល្ងាចហើយនឹងយប់កយបានធ្វើតាមគំរូនោះដោយសង្កេតមើលព្រះអង្គវិក្រមគ្រប់ពេលពីព្រឹកដល់យប់នៅពេលយប់ព្រះអង្គបានចូលផ្ទុំនៅក្នុងបន្ទប់គេងកយបានគិតក្នុងចិត្តថានេះហើយជាពេលដែលសមរម្យខ្ញុំនឹងយកឈាមបន្តិចពីខ្លួនរបស់ព្រះអង្គដាក់ក្នុងដបតូចមួយនេះជាដំបូងខ្ញុំនឹងដាក់ថ្នាំផ្ទុំលងលក់ឲ្យព្រះអង្គនឹងផ្ទុំលងលក់បន្ទាប់មកខ្ញុំនឹងយកម្ជុលចាក់ដៃរួចយកឈាមរបស់ទ្រង់គ្មានអ្នកណាធ្វើអីខ្ញុំកើតនោះទេកយបានដាក់ថ្នាំងងុយគេងក្នុងព្រះកាយារបស់ទ្រង់ហើយយកទៅឲ្យព្រះអង្គវិក្រមដោយនិយាយថាព្រះអង្គព្រះម្ចាស់ក្សត្រីបានផ្ញើព្រះកាយានេះឲ្យព្រះអង្គណាក្រាបទូលមិនអីទេអរគុណឯងហើយណាតែយើងមិនតន់ចង់សោយឥឡូវនេះទេសូមឯងដាក់នៅត្រង់នេះចុះហើយយើងនឹងសោយនៅពេលក្រោយណាទេព្រះអង្គព្រះម្ចាស់ក្សត្រីបញ្ជាឲ្យខ្ញុំមកឲ្យទ្រង់សោយដោយផ្ទាល់ណាក្រាបទូលតតែព្រះអង្គសោយទើបខ្ញុំត្រឡប់ទៅវិញនេះជាព្រះបញ្ជាណាក្រាបទូលបើអញ្ចឹងឲ្យមកយើងនឹងសោយព្រះកាយាឥឡូវនេះព្រះអង្គបានសោយព្រះកាយានោះហើយបានចូលផ្ទុំនៅលើព្រះកាឡាបន្ទុំរបស់ទ្រង់
បន្តិចក្រោយមកកយបានត្រឡប់មកវិញដោយកាន់ដបតូចមួយនិងម្ជុលមួយគាត់បានចាក់យកឈាមពីកដៃរបស់ព្រះអង្គដោយប្រុងប្រយ័ត្ននិងមិនឲ្យរងរបួសនោះទេបន្ទាប់មកគាត់បានចាក់ចេញទៅដោយស្ងៀមស្ងាត់អូនណាដែលឯងបានមកទាន់ពេលវេលាតើឯងបានបំពេញលក្ខខណ្ឌ3យ៉ាងដែលយើងបានដាក់ឲ្យដែរឬទេដោយបេះដូងលុតដុកដាក់កយបានគិតក្នុងចិត្តថាខ្ញុំត្រូវចាក់ចេញឥឡូវនេះហើយនិយាយបែបនេះហើយកយចាក់ចេញពីព្រះរាជវាំងដោយស្ងៀមស្ងាត់ហើយបានយកដបដាក់ឈាមក្នុងហោប៉ៅរបស់គាត់យ៉ាងប្រុងប្រយ័ត្នក្រោយដើរបានមួយត្របក់មេឃក៏ចាប់ផ្ដើមភ្លឺគាត់បានដឹងថាការទៅរកប៉ាន់តែរបស់ព្រះមនីឥសីវាជារឿងមិនងាយស្រួលនោះទេព្រោះព្រះមនីឥសីបានទុដងនៅលើកំពូលភ្នំហើយថែមទាំងមានឈ្មោះល្បីថាមានបារមីខ្លាំងទៀតផងកយបានចាប់ផ្ដើមឡើងលើភ្នំពេញមួយថ្ងៃទើបដល់កំពូលភ្នំមួយនោះខ្ញុំបានមកដល់កំពូលភ្នំហើយតែតើខ្ញុំយកប៉ាន់តែរបស់ព្រះមនីឥសីបានយ៉ាងដូចម្ដេចបើសិនជាគេតាមទាន់ខ្ញុំគេនឹងចាប់ខ្ញុំទុកភ្លាមដោយសារតែប៉ាន់តែមានឫទ្ធិអំណាចនិងមានបារមីខ្លាំងណាស់ខ្ញុំនឹងធ្វើរឿងមួយដោយរងចាំរហូតដល់ពេលយប់នៅពេលយប់មកដល់កយបានដើរទៅជិតខ្ទមយ៉ាងស្ងៀមស្ងាត់ដែលលោកតាឥសីកំពុងតែសមាធិកយបានឃើញប៉ាន់តែដាក់នៅក្បែរគាត់ដើរលើបដោយស្ងៀមស្ងាត់បន្ទាប់មកគាត់បានយកប៉ាន់នោះហើយរត់ចេញពីខ្ទមមួយនោះនៅពេលព្រឹកព្រលឹមគាត់បានមកដល់ផ្ទះរបស់គាត់វិញហនអ្នកអើយសូមយកកញ្ចប់សាច់ក្តាន់ដែលខ្ញុំបានផ្ដល់ឲ្យអ្នកមកដើម្បីឲ្យខ្ញុំយកទៅឲ្យអរិយទឹកក្នុងការទទួលបានទ្រព្យកំណប់ដ៏មហាសាលពីក្នុងរូងភ្នំនោះមកវិញណាអ្នកព្រោះឥឡូវនេះយើងបានទាំងឈាមព្រះអង្គនិងប៉ាន់តែរបស់តាឥសីហើយណាអ្នកខ្ញុំបានយកគ្រប់របស់3យ៉ាងរួចរាល់អស់ហើយឥឡូវនេះសល់តែកំណប់ទ្រព្យដ៏មហាសាលនោះទេដែលកំពុងរងចាំយើងណាអ្នកតើអ្នកត្រូវបានគេសង្ស័យដែរឬទេណាអ្នកពីព្រោះមានអ្នកយាមច្រើនណាស់នៅព្រះរាជវាំងណាអ្នកអើយប៉ិតហើយមានអ្នកយាមច្រើនណាស់ប៉ុន្តែខ្ញុំបានបន្លំខ្លួនធ្វើជាអ្នកបម្រើគ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងខ្ញុំទេហើយអ្នកបានធ្វើអ្វីដល់ព្រះអង្គធ្ងន់ធ្ងរដែរឬទេណាអ្នកហើយម្យ៉ាងវិញទៀតព្រះអង្គនឹងតាមស៊ើបស្វែងរកពួកយើងខ្ញុំគ្រាន់តែចាក់ម្ជុលចូលទៅក្នុងដៃព្រះអង្គបន្តិចដើម្បីយកឈាមរបស់ទ្រង់តែប៉ុណ្ណោះព្រឹកឡើងទ្រង់នឹងជាសះស្បើយហើយគ្មានអ្នកណាដឹងថាមានរឿងអ្វីនោះទេបន្ទាប់មកកយបានយកកញ្ចប់ដាក់សាច់សត្វក្តាន់និងរបស់ផ្សេងទៀតទៅឲ្យស្ដេចអរិយទឹកល្អណាស់ដែលឯងបានមកទាន់ពេលវេលាតើឯងបានបំពេញលក្ខខណ្ឌ3យ៉ាងដែលយើងបានដាក់ឲ្យដែរឬទេត្រូវហើយលោកម្ចាស់ខ្ញុំបានយកគ្រប់យ៉ាងដោយដែលលោកម្ចាស់បានដាក់លក្ខខណ្ឌមកហើយសាច់ក្តាន់ឈាមរបស់ព្រះអង្គវិក្រមនិងប៉ាន់តែរបស់តាឥសីហើយតើឥឡូវនេះខ្ញុំនឹងទទួលបានទ្រព្យសម្បត្តិហើយមែនទេកយបានប្រគល់របស់ទាំង3យ៉ាងឲ្យអរិយទឹកនិយាយទាំងញ័រខ្លួនថាល្អណាស់ឯងឥឡូវនេះនឹងក្លាយជាម្ចាស់នៃទ្រព្យសម្បត្តិនៅលើទឹកដីនេះហើយនិយាយបែបនេះហើយអរិយទឹកស្រាប់តែបាត់ភ្លាមចេញពីក្នុងរូងភ្នំនោះកយបានចូលទៅក្នុងរូងភ្នំខាងមុខទៀតហើយឃើញអន្លង់រូងភ្នំមួយពោពេញទៅដោយមាសពេជ្រប្រាក់កាក់គ្រឿងអលង្ការនិងរបស់មានតម្លៃជាច្រើនទៀតពន្លឺភ្លឺចែងចាំងពាសពេញរូងភ្នំ
លើកដំបូងខ្ញុំបានមកទីនេះមានហឹបដ៏ចាស់មួយប៉ុន្តែពេលនេះវាคล้ายទៅជាអន្លង់រូងភ្នំដែលមានសោភ័ណភាពពោពេញទៅដោយមាសប្រាក់ដែលប្រអប់ចាស់នោះក៏មានពន្លឺភ្លឺចែងចាំងដែរឥឡូវនេះមាសប្រាក់ទាំងអស់នេះក្លាយជារបស់ខ្ញុំហើយខ្ញុំនឹងក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងភូមិកយមានចិត្តត្រេកអរខ្លាំងណាស់គាត់គិតថាគាត់នឹងក្លាយជាអ្នកមានបំផុតក្នុងភូមិប៉ុន្តែពេលដែលកយបានយកដៃប៉ះទៅលើទ្រព្យសម្បត្តិទាំងអស់នោះក្នុងគ្រានោះដែរក៏មានភាពរងឹតគ្របដណ្ដប់ក្នុងរូងភ្នំនោះមួយខណៈពេលក្រោយមកពន្លឺបានត្រឡប់ដូចដើមវិញកយឃើញថាទ្រព្យសម្បត្តិមាសប្រាក់កែវកងទាំងអស់បានប្រែក្លាយទៅជាធូលីដីទៅវិញតើកំណត់ទ្រព្យសម្បត្តិទាំងអស់បានបាត់ទៅណាអស់ហើយតើហេតុអ្វីវាបានប្រែក្លាយទៅជាធូលីដីទៅវិញក្រែងមុននេះមានហឹបដែលពោពេញទៅដោយមាសប្រាក់តើវាអាចកើតឡើងបែបនេះបានយ៉ាងដូចម្ដេចនៅពេលដែលកយនិយាយបែបនេះអរិយទឹកបានបង្ហាញខ្លួនម្ដងទៀតកយបានសួរថាតើវាកើតឡើងបានយ៉ាងដូចម្ដេចលោកអរិយទឹកខ្ញុំបានខិតខំធ្វើតាមលក្ខខណ្ឌរបស់លោកអស់ហើយវាដល់ពេលដែលខ្ញុំទទួលបានមាសប្រាក់ទាំងអស់នេះហើយមាសប្រាក់ទាំងអស់នេះក៏បានប្រែក្លាយទៅជាធូលីដីទៅវិញតើហេតុអ្វីបានប្រែក្លាយទៅជាបែបនេះលោកអរិយទឹកអើយកំណប់ទ្រព្យទាំងអស់នេះគឺមិនមែនសម្រាប់អ្នកដែលមានចិត្តលោភលន់នោះទេអ្នកបានសម្លាប់សត្វក្តាន់ព្រៃដោយសារភាពលោភលន់របស់ឯងបន្ទាប់មកយកឈាមមនុស្សរស់ហើយបន្ទាប់មកលួចយកប៉ាន់របស់តាអេសីទៀតអ្នកគួរតែយកឈ្នះទឹកចិត្តរបស់លោកតាអេសីហើយនាំយករបស់ទាំងនោះមកយើងគ្រាន់តែសាកល្បងមើលថាតើឯងសមនឹងទទួលបានកំណត់ទាំងអស់នេះដែរឬអត់ប៉ុន្តែឯងបានលុបលន់បាត់ទៅហើយបើឯងធ្វើអ្វីដោយភាពស្មោះត្រង់ដោយគ្មានការលុបលន់នោះកំណត់ទ្រព្យទាំងអស់នេះគឺជារបស់ឯងពិតប្រាកដហើយយើងបានថែរក្សាកំណត់ទ្រព្យទាំងអស់នេះសម្រាប់អ្នកដែលជ្រើសរើសការធ្វើអំពើសុចរិតភាពតែប៉ុណ្ណោះខ្ញុំមានការសោកស្ដាយខ្លាំងណាស់ខ្ញុំបានក្លាយទៅជាមនុស្សលោភដោយសារតែចិត្តលោភលន់របស់ខ្ញុំពិតជាមានការសោកស្ដាយខ្លាំងបំផុតយើងថែរក្សាកំណត់ទ្រព្យទាំងអស់នេះសម្រាប់អ្នកដែលជ្រើសរើសធ្វើអំពើសុចរិតភាពតែប៉ុណ្ណោះតែអ្នកបានប្រើប្រាស់ភាពវៃឆ្លាតរបស់អ្នកដើម្បីតែសេចក្តីលោភលន់បើអ្នកមានចិត្តស្មោះត្រង់នឹងធ្វើអ្វីដោយភាពត្រឹមត្រូវនោះម្លេះកំណត់ទ្រព្យទាំងអស់នេះនឹងជារបស់ឯងហើយនិយាយប៉ុណ្នេះហើយអរិយទឹកក៏បានបាត់ខ្លួនទៅកយបានដឹងខុសហើយគាត់បានយល់ថាភាពលោភលន់នាំឲ្យបាត់បង់លាភសក្ការៈល្អហើយគាត់បានបាត់បង់របស់ទាំងអស់នោះហើយតើមានរឿងអ្វីកើតឡើងអ្នកអើយតើទ្រព្យសម្បត្តិនិងគ្រឿងអលង្ការនៅឯណាទៅអ្នកខ្ញុំបានសោកស្ដាយខ្លាំងណាស់អ្នកអើយខ្ញុំបានមានចិត្តលោភលន់និងធ្វើឲ្យអ្នកមានចិត្តលោភលន់ជាមួយខ្ញុំដែរខ្ញុំបានដឹងខុសហើយខ្ញុំមិនគួរលោភលន់បែបនោះឡើយថ្ងៃនេះកំណត់ទ្រព្យបានរបូតចេញពីដៃរបស់ខ្ញុំបាត់ទៅហើយហ៎ណែអ្នកមិនអីទេអ្នកខ្ញុំបានប្រាប់អ្នកហើយថាថ្ងៃណាមួយភាពលោភលន់នឹងបំផ្លាញអ្នកតែអ្នកមិនបានស្ដាប់ខ្ញុំឡើយតែមិនអីទេណាអ្នកបានត្រឡប់មកវិញដោយសុវត្ថិភាពនេះឯងដែលជាកំណត់ទ្រព្យដ៏មានតម្លៃបំផុតណាអ្នកអើយតែទ្រព្យដែលពិតប្រាកដនោះគឺគ្រួសារយើងទេណាអ្នកខ្ញុំមិនចង់បានអ្វីច្រើនជាងនេះទៀតទេណាអ្នកចាប់តាំងពីថ្ងៃនោះមកកយបានយល់ថាទ្រព្យសម្បត្តិពិតប្រាកដគឺគ្រួសារនិងភាពស្មោះត្រង់គាត់បាននិទានប្រវត្តិសាច់រឿងរបស់គាត់ដល់ចៅរបស់គាត់និងក្មេងៗនៅក្នុងភូមិ
ដើម្បីបង្រៀនពួកគេឲ្យមានភាពស្មោះត្រង់និងជៀសវាងភាពលោភលន់មេរៀនពីរឿងនេះគឺមិត្តទាំងអស់គ្នាការលោភលន់មិនដែលនាំឲ្យមានអត្ថប្រយោជន៍នោះទេមនុស្សដែលមានចិត្តលោភលន់តែងតែជួបនៅបញ្ហានិងការបាត់បង់អ្វីមួយយើងត្រូវតែពេញចិត្តនៅអ្វីដែលយើងមានហើយត្រូវបរិច្ចាគចិត្តស្រឡាញ់ដល់អ្នកដទៃផងដែរ